វីដេអូនេះទទួលបានរហូតដល់6 លាន view វាមិនមែនជារឿងចៃដន្យទេវីដេអូនេះ viral ដោយសារតែការប្រើប្រាស់ជាមួយនឹង psychological trick តាមរយៈការបង្កើតចម្ងល់ទៅឲ្យ audience គិតថានឹងមានអ្វីកើតឡើងនៅប៉ុន្មាននាទីខាងមុខដែលគ្រប់គ្រាន់ឲ្យអ្នកទាំងអស់គ្នាមើលវីដេអូរហូតដល់ចប់រហូតដល់បង្ហាញលទ្ធផលដែលអ្នកទាំងអស់គ្នាគិតទុកមុនតែជាក់ស្ដែងវាគ្រាន់តែជាការបង្ហាញពីលទ្ធផលមួយដែលអ្នកទាំងអស់គ្នានឹកស្មានមិនដល់ការចង់ដឹងការរំពឹងទុកស្មើនឹងការបង្ហាញលទ្ធផលហើយចំណុចពិសេសរបស់ trend មួយនេះគឺមិនត្រឹមតែ viral មួយវីដេអូនោះទេ content creator ផ្សេងៗទៀតក៏ប្រើប្រាស់ជាមួយនឹងយុទ្ធសាស្ត្រដូចគ្នាផងដែរខុសតែឈ្មោះ brand name តែប៉ុណ្ណោះហើយក៏ទទួលបាននឹងការ viral ដូចគ្នាផងដែរនេះគឺជាចំណុចដែលគ្រប់ម្ចាស់អាជីវកម្មទាំងអស់គួរតែរៀនតាមបងមិនចាំបាច់ត្រូវការ new idea បងត្រូវការតែ reference និង proven pattern ដើម្បីថតមកជា style ខ្លួនឯងការ viral មិនមែនជាការបង្កើតថ្មីរហូតទេគឺជាការកត់សម្គាល់ពី audience ដែលយើងហៅថា recognition